ឆាគ្រឿងខ្យងមួយមុខនេះបងប្អូនធ្វើទៅធានាថាពិតជាឆ្ងាញ់ពិតបងប្អូនដែលមានខ្យងណាបងប្អូនអត់ដឹងធ្វើអីបងប្អូនអាចធ្វើឆាគ្រឿងខ្យងនឹងតាមវីដេអូដែលនេះខ្ញុំបង្ហាញបងប្អូនណាយើងមានខ្យងយើងលាងខ្យងឲ្យស្អាតទឹកយើងខ្យងយើងស្អាតហើយយើងដាក់ខ្ទះយើងដាក់ឲ្យរៀងក្តៅបន្តិចមកយើងដាក់ខ្លាញ់ហើយគ្រឿងរបស់យើងគឺយើងមានគ្រឿងបុកស្លឹកក្រូចម្ដេងជាមួយនឹងម្ទេសដែលយើងហាន់ហ្នឹងយើងដាក់ឆាចូលគ្នាមកបងប្អូនយើងឆាគ្រឿងរបស់យើងឲ្យរាងឆ្អិនបន្តិចឲ្យវាឡើងឈ្ងុយហើយក៏យើងដាក់ជាមួយនឹងទឹកប្រេងខ្យងទឹកដោះគោឆៅរួចណាយើងធ្វើការកូរវាដើម្បីឲ្យគ្រឿងហើយនឹងប្រេងខ្យងទឹកដោះគោឆៅហ្នឹងវាចូលជាតិល្បាយចូលគ្នាបន្ទាប់មកបងប្អូនយើងដាក់ជាមួយនឹងទឹកត្រីរបស់យើងដាក់ស្ករហើយជាមួយនឹងប៊ីចេងហើយបន្ទាប់មកយើងដាក់ជាមួយនឹងទឹកដោះគោខាប់បងប្អូនយើងដាក់ហើយយើងបន្ថែមជាមួយនឹងរ៉ូឌីបន្តិចទៀតពេលយើងដាក់គ្រឿងត្រូវរួចហើយបងប្អូនយើងក៏ដាក់ជាមួយនឹងខ្យងរបស់យើងចូលនៅក្នុងគ្រឿងរបស់យើងហើយយើងធ្វើការកូរចុះកូរឡើងខ្យងរបស់យើងហើយយើងរំងាស់វាទុកឲ្យវារៀងស្ងួតទឹកសិនបងប្អូននៅពេលដែលខ្យងយើងស្ងួតទឹកទៅយើងបន្ថែមជាមួយនឹងស្លឹកមាសប្រើបងប្អូនដើម្បីឲ្យវាមានក្លិនកាន់តែឈ្ងុយហើយសម្រាប់សឡឆាគ្រឿងខ្យងរបស់យើងគឺងាយហើយឆ្ងាញ់